សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនដល់សាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបថាបន្ទាប់ពីយោធាថៃបានចាប់ផ្ដើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជានៅតំបន់អានសេះស្ថិតក្នុងភូមិអានសេះឃុំជាំខ្សានស្រុកជាំខ្សានខេត្តព្រះវិហារនាវេលាម៉ោងប្រមាណ 11:52 នាទីព្រឹករហូតដល់ម៉ោង 12:46 នាទីរសៀលមានចំនួន2លើកលើកទី1ចាប់បាញ់ប្រហារនៅម៉ោង 11:52 នាទីដល់ម៉ោង 12:22 នាទីលើកទី2ចាប់បាញ់ប្រហារនៅម៉ោង 12:25 នាទីដល់ម៉ោង 12:46 នាទីនៅក្នុងហេតុការណ៍ដែលយោធាថៃបានបង្កខាងលើកងកម្លាំងរបស់កម្ពុជាមិនបានតបតឡើយគឺបានប្រកាន់នូវគោលការណ៍អត់ធ្មត់កម្រិតខ្ពស់និងអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃដែលចូលជាធរមាននៅវេលាម៉ោង 24:00 នាទីម៉ោងក្នុងតំបន់ថ្ងៃទី28ខែកក្កដាឆ្នាំ2025ឲ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុតកិច្ចព្រមព្រៀងបទឈប់បាញ់ដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពិសេសកាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2025នៅទីក្រុងពូត្រាឆាយាក្រោមកិច្ចខិតខំប្រឹងប្រែងដោយផ្ទាល់របស់លោកប្រធានាធិបតីដូណាល់ត្រាំនិងនាយករដ្ឋមន្ត្រីអាន់វ៉ាអ៊ីប្រាហ៊ីមនិងមានការចូលរួមយ៉ាងសកម្មរបស់សាធារណរដ្ឋប្រជាមានិតចិនដែលរហូតមកដល់ថ្ងៃទី27ខែកញ្ញាឆ្នាំ2025នេះមានរយៈពេល60ថ្ងៃហើយក្រសួងការពារជាតិសូមគូសបញ្ជាក់ថាការវិវត្តនៃស្ថានភាពនៅជួរមុខចាប់តាំងពីម៉ោង 12:46 នាទីរសៀលមកដល់ម៉ោង 18:30 នាទីនេះតាមការផ្ដល់ស្ថានភាពមានសភាពស្ងប់ស្ងាត់ទៅវិញហើយបន្ទាប់ពីខាងយោធាថៃបានបញ្ឈប់ការបាញ់កាំភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើទីតាំងឈរជើងរបស់កម្ពុជានិងបានបង្កឲ្យខូចខាតសំណង់មួយចំនួនជាមួយគ្នានេះកងកម្លាំងរបស់យើងបាននឹងបន្តតាមដានសភាពការដោយប្រុងប្រយ័ត្នលើការវិវត្តនេះយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតនិងបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជាឲ្យខាងតែបានកងកម្លាំងរបស់កម្ពុជាសូមបញ្ជាក់សារជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពនិងការអនុវត្តនៅកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃឲ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុតដោយបន្តសហការគ្នាឲ្យបានជិតស្និទ្ធនៅគ្រប់កម្រិតនិងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្ដែងសម្ដៅលើកកម្ពស់សន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឲ្យបានឆាប់រហ័សនិងអំពាវនាវឲ្យភាគីថៃអនុវត្តនិងគោរពឲ្យបានម៉ឺងម៉ាត់ដូចគ្នាដោយស្មារតីស្ថាបនានិងស្មោះត្រង់